នៅបន្ទោសខ្ញុំឯងគ្មានប្រព្រឹត្តខុសអ្វីទាំងអស់គ្រាន់តែមិនបានធ្វើអ្វីបន្តិចឯងសំងំរស់ទីនេះមែនតែតាមក្បួនឯងរកមើលលោកីផ្ដាច់គេមិនអាចនឹងមិនដឹងថាខ្ញុំមកកាន់ទីនេះបើសិនពិតជានៅបន្ទោសខ្ញុំមែនបែបកិច្ចលែងជួបខ្ញុំហើយខ្ញុំនៅចាំថាពីមុនឯងស្អប់ទំនៀមទម្លាប់ធុញចរិតមនុស្សអាក្រក់មិនស្មានថាឯងបែរជាអាចសំងំរស់នៅទីនេះឥឡូវនេះខ្ញុំរត់ទៅពេញចិត្តជីវភាពលោកីមួយរយៈនេះខ្ញុំបានទៅកន្លែងជាច្រើនព្រៀបផ្ទឹមសាលដាច់ស្នេហ៍ឯងលហលហេវតិចស្រេបនេះខ្លាំងច្រើនណាស់ឯងប្រែប្រួលហើយគឺប្រែប្រួលទាំងអស់គ្រាន់តែខ្លួនឯងមិនបានអង្កេតមើលតែប៉ុណ្ណោះឯងមានចិត្តថ្លើមរឹងដូចជាដែកជាប់រហូតមកមិនតាក់ទងជាមួយអ្នកផ្សេងខ្ញុំមិនស្មានថាឯងបានជាទទួលសិស្សម្នាក់អញ្ចឹងគេម្នាក់នេះលេចធ្លោពិសេសច្បាស់ជានាំអំពើទុកដល់ឯងច្រើនណាស់មែនទេបាទជាហួរខ្ញុំពិតជាមិនដឹងឯងរកភាពរីករាយដល់ខ្លួនឬក៏ទុកកង្វល់ដល់ខ្លួនទេសៀវគូពិតជានាំកង្វល់ច្រើនម្ដងនេះមេបកថៃប៉ៃត្រូវសម្លាប់នាងក៏ត្រូវជាប់តាក់ទាមក្នុងរឿងហ្នឹងមេបកខ្លះយល់ថានាងខុបខិតជាសាឥឡូវមានតែឆាប់ស៊ើបឲ្យដឹងការពិតទើបឯងផ្ដល់ភាពបរិសុទ្ធដល់នាងហើយនេះទើបខ្ញុំមករកឯងឲ្យជួយខ្ញុំថត់នៅទីនេះជាប់រហូតមិនសួរពីរឿងលោកីស្អីក៏ខ្ញុំមិនដឹងដែរខ្ញុំធ្វើមិនអាចជួយឯងបានខ្ញុំចង់ពឹងឯងជួយមើលរបស់នេះឯងធ្លាប់អានសៀវភៅច្រើនក៏មានសមត្ថភាពមើលមិនភ្លេចគួរតែគ្មានក្បួនណាដែលឯងមិនដែលឃើញទេព្រមទាំងគម្ពីរផងគ្រាន់តែជាជ្រុងមួយដាច់ពីសៀវភៅខ្ញុំអាចមើលដឹងអីទៅចុះឯងមានដឹងថាមានក្បួនហាមឃាត់ណាអាចបង្កើនកម្លាំងធាតុមនុស្សលឿនស្លេវដែលមិនឲ្យអ្នកផ្សេងបានដឹងទេក្បួនហាមឃាត់នេះច្រើនណាស់រឹតតែរីកចម្រើននៅក្នុងពេលខ្លីមិនអាចថត់បានយូរណាមួយងាយស្រួលត្រូវគេមើលដឹងណាស់ជឿហួរខ្ញុំមិនធ្លាប់ឃើញឯងតឹងតែងចំពោះអ្នកណាម្នាក់នោះទេម្ដងនេះឯងបែរជាមករកខ្ញុំដោយសារតែនាងបានជាខ្ញុំទទួលនាងជាសិស្សគួរទទួលខុសត្រូវចំពោះនាងទទួលខុសត្រូវល្អណាស់ខ្ញុំបែរជាភ្លេចឲ្យឈឹងក្នុងភ្នែកទេវតាឆាងលាវឯងមានតែទទួលខុសត្រូវមានតែត្រូវហើយនឹងខុសមានតែអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើស្រឡាញ់មនុស្សម្នាក់មិនអាចថាទុកចោលគឺទុកចោលនោះខ្ញុំក៏ហេតុតែឃើញនាងស្រឡាញ់ឯងយ៉ាងលំបាកខ្ញុំមិនចង់ឲ្យនាងបានឃើញខ្ញុំទៀតនាំឲ្យខ្មាស់ខ្លួនឯងកើតកង្វល់ច្រើនចាក់ចេញគឺជារឿងតែមួយគត់ដែលខ្ញុំអាចធ្វើព្រោះតែនាងឯងចាំបាច់នាំទុកដាក់ខ្លួនធ្វើអីជាហួរឯងអាចមិនស្ដាប់មិនមើលមិនគិតមិនសួរទុកចោលអ្វីកាលពីមុនតែខ្ញុំមិនអាចទេនឹកនាងម្ដងម្កាលលបមើលរូបរាងនាងមិនឃើញនាងរីករាយសោះឯងវិញជាមនុស្សតែម្នាក់គត់អាចនាំភាពរីករាយដល់នាងតែនាំមកការឈឺចាប់ច្រើនដល់ម្លឹងដល់នាងបានហើយនិយាយឥតប្រយោជន៍ឯងគ្មានចិត្តអាណិតខ្លួនឯងបន្តិចសោះឋានហ្វានឯងប្រកាន់ខ្លាំងពេកហើយចុះឯងវិញឯងបោះបង់ស្នេហ៍កម្មកិលេសទុកចោលការប្រកាន់ទាំងអស់ឬមួយមិនមែនជាការប្រកាន់ម្យ៉ាងទេសៀវគូយើងគួរទៅហើយលោកគ្រូកាត់ទៅហើយនៅមិនទាន់សាប់ដឹងកំពីនោះតាមពិតជាអីទេយើងទៅក្រុងលៀនស៊ើបមើលតម្រូវយិនយ៉ាឯងចង់ទៅកន្លែងអូកៅហ៎ត្រូវហើយឯងថែខ្លួនចាំផ្លែត ឯង ឯងចង់ទៅកន្លែងអូកៅហ៎ត្រូវហើយឯងថែខ្លួនចាំផ្លែត ឯងចង់ទៅកន្លែងអូកៅហ៎ត្រូវហើយឯងថែខ្លួន
យកថ្នាំឲ្យ10នេះប្រគល់ឲ្យអូកៅមានពាក្យអីចង់ខ្ញុំប្រាប់គាត់ទេគ្មានទេលោកគ្រូការប៉ាត់ក្រុងលៀនជាកន្លែងទេវតាអូកៅស្នាក់នៅឯប្រសើរណាស់មិនស្មានថាបានជួបទេវតាម្នាក់ផ្សេងទៀតលឿនម្លឹងសោះលោកគ្រូខ្ញុំលើសៅឲ្យទៀតរំលឹកថាការប៉ាត់ទេវតាកងហួរក៏បានហាត់រៀននៅខាងលេខដែរតែមិនដែលលើថាគ្រូរបស់ទេវតាកងហួរគឺអ្នកណាគាត់ដែរគាត់គ្មានក្រុមគ្មានប៉ាលោកគ្រូចុះហេតុអីខ្ញុំនៅខាងលើមិនដែលបានឃើញគាត់អញ្ចឹងខ្ញុំសួរសាច់ច្បងស៊ីអ៊ីសាច់ច្បងថាហាក់បីដូចជាមិនចង់និយាយសោះច្រើនឆ្នាំមកនេះខ្ញុំក៏ចង់ដឹងថាគាត់នៅណាដែរលោកគ្រូទេវតាខាងហ្វានពឹងលោកគ្រូយកឆ្នាំទៅមកពីទេវតាអូកៅឈឺមែនទេមុននេះខ្ញុំទើបតែបានជួបគេមិនឃើញថាគេមានអីមិនស្រួលទេគ្រាន់តែហ៊ឺស៊ូអ៊ូនឹងតាំងគួយគ្មានអីពិសេសអីទេមើលទៅទេវតាអូកៅនេះគួរតែគ្មានអីធម្មតាក៏បានជួបទេវតាអូកៅលោកគ្រូទេវតាអូកៅជាមនុស្សយ៉ាងម៉េចវិញទៅដល់នឹងបានដឹងហើយខាងប៉ៅបាយនឹងមិនមកទៀតយើងទៅហើយមេប៉ាស្របស្ងាត់តិចទៅមេប៉ាជងយ៉ាងខ្ញុំត្រូវតែសម្លាប់ចោលមេប៉ាជងយ៉ាងមេប៉ាគឺខ្ញុំត្រូវតែសម្លាប់ឯងចោលមេប៉ាគឺខ្ញុំលែងខ្ញុំមេប៉ាដល់ក្រុងលៀនណានេះគឺក្រុងលៀនពិតជាស្អាតណាស់ក្រុងលៀនជាក្រុងមានបានបំផុតលើโลกនេះអូកៅគឺម្ចាស់នៃក្រុងនេះអ្នកម៉ែយើងឆាប់ចាប់ទៅលេងទៅអ្នកតាមីសូមរងចាំគាត់សិនហើយចាំខ្ញុំទៅជម្រាបគាត់ខ្ញុំពិតជាឆ្ងល់ណាស់ទេវតាអូកៅនេះតាមពិតជាមនុស្សយ៉ាងម៉េចទេគាត់មានបានដើរម្លឹងច្បាស់ជាពាក់មាសពេញខ្លួនកោដៃច្បាស់ជាពាក់កងដៃឯម្រាមដៃច្បាស់ជាពាក់ចិញ្ចៀនមាសអូកៅគឺជាទេវតាគាត់គ្រាន់តែថ្នងតំណែងជាម្ចាស់ក្រុងមិនមែនជនអប្រ័យអីទេខាងដៃឯងមើលណាអូគួរឲ្យស្រឡាញ់ណាស់ខាងនោះមានមួយទៀតថ្វាយបង្គំទេវតាអូកៅនាងគឺហូជិនគូចានាងគឺជាសិស្សខ្ញុំគិតទាំងស្រុងមានភាពសាមញ្ញច្រើននាងមិនស័ក្តិសមធ្វើជាសិស្សរបស់ឯងទេតាមគិតមកយានបែបមិនពេញចិត្តខ្លាំងណាស់សិស្សរបស់ខ្ញុំពេញចិត្តទៅបានហើយមិនក៏ទៅឲ្យវិលវិញឬមួយក៏នាំសិស្សឯងមកជួបខ្ញុំជាពិសេសទេដឹងមិនមែនទេគឺព្រោះតែរកមនុស្សខ្ញុំចង់ដឹងថាក្នុងដំណាក់ឯងមានស្រីបំរើម្នាក់ហៅយិនយ៉ាដែរទេ
មានមែនតែនេះមិនព្រមការចរិតលុយរបស់ក្នុងដំណាក់ត្រូវប្រទះឃើញក៏ដេញចេញបាត់ហើយនេះគឺរឿងពេញការដែរមួយឆ្នាំមុនអញ្ចឹងសុំសួរលោកមានបានដឹងថាមុននោះគឺមានសិស្សបាក់សៀវប៉ាយម្នាក់គឺមិនអើតាក់តងចិត្តស្និទ្ធជាមួយយិនយ៉ាទេមិនដឹងទេអ្នកម៉ែមើលទៅតម្រុយបាត់ទៀតហើយទេបដែរព្រោះតែរឿងនេះតាក់តងនឹងមេប៉ាក់ធំដែលសម្លាប់ហេតុនេះយើងចង់មកដំណាក់អូកៅស្វែងរកដំរីធ្វើការខ្សឹបអង្កេតតើបានទេគ្រូនាងប្រាប់ខ្ញុំពីរឿងនេះហើយបើសិននៅចង់ដឹងរឿងអីទៀតទៅសួរសិស្សខ្ញុំទាំងនោះទៅអរគុណទេបដែរគួយទៅ